ប៉ាខ្ញុំនិយាយពីថានៅផ្ទះនៅមិនដែលចេះស្ងៀមទេដូចថ្ងៃនេះអញ្ចឹងទៅកាត់បានតិយងចេក2យកមកឲ្យកូនស្រីធ្វើម្ហូបកុំឲ្យបាក់ទិញបន្លែគេហើយមេថ្ងៃនេះភ្លៀងរិចវោះល្ងាចបងប្អូនអើយនឹកឃើញដល់ស្ងោរតិយងចេកសាច់មាន់ញ៉ាំមួយទឹកប្រហុកអាំងទឹកប្រហុកនេះពិសេសត្រង់ថាយកខ្ទឹមយកប្រហុកយកទៅដុតទៅញ៉ាំទៅគូឈ្ងុយឆ្ងាញ់ខ្លាំងមែនតើបងប្អូនអើយម្ហូបពេលខ្លះសាមញ្ញតែបរិយាកាសឲ្យដូចតិយងចេកយើងកាច់ពីដើមក្បែរផ្ទះអញ្ចឹងទៅធ្វើឲ្យម្ហូបសាមញ្ញហ្នឹងទៅជាពិសេសភ្លាមហ្មងដូចថ្ងៃនេះអញ្ចឹងមេឃភ្លៀងខ្ញុំនឹងវាខ្ជិលទៅផ្សារអង្គុយមិនដឹងថាធ្វើម្ហូបអីទេប៉ាក៏ថាមានតិយងចេក2គីឡូមានសាច់មាន់នៅក្នុងទូស្លហ្មងមកចៃដនអីយើងអ្នកចូលចិត្តធ្វើម្ហូបគ្រឿងសាច់អញ្ចឹងអត់ទេអញ្ចឹងមានមាន់មួយស្រាប់ដាក់ស្ងោរហ្មងទៅមេឃភ្លៀងខ្ជិលបកាត់ភ្លើងបងប្អូនអញ្ចឹងដាក់ស្លឹកចេកខ្ចប់ប្រហុកហើយអាំងនៅលើចក្រានហ្គាសនឹងហ្មងជាមួយនឹងខ្ទឹមសហើយបើនិយាយពីរបៀបស្ងោរមិនបាច់ប្រាប់ក៏បងប្អូនចេះដែរគ្រាន់តែសំខាន់លើទឹកជ្រលក់នឹងឯងពិសេសត្រង់អីស្លឹកគ្រៃក៏បេះនៅមុខផ្ទះដែរណាហើយមាន់នេះមាន់ស្រែទៀតមកដាក់ម្ងាស់ចោលសិនឥឡូវធ្វើទឹកជ្រលក់ឲ្យហើយប្រហុកនឹងអាំងមកស្ទុះទៅគូឈ្ងុយមែនតើបងប្អូនអើយហើយយើងយកប្រហុកនឹងមកខ្ទឹមសនឹងក៏យើងដុតដែរណាហាន់វាដុំដាក់ចូលហើយមានម្ទេសតបមកបងប្អូនដាក់គ្រឿងទេសតាមនឹងទៅចូលជាដាក់គ្រឿងទេសសឡហើយដែរស្ករអំបិលម្សៅស៊ុបទឹកត្រីអីនឹងឯងដាក់រសជាតិមិនបាច់ដិតពេកទេព្រោះយើងមានទឹកជ្រលក់ទៀតដល់បងប្អូនភ្លក់មើលតែមកល្មមទៅបានហើយប្រហុកយើងនឹងយើងថែមមួយទឹកសឡនឹងចូល2វែកឲ្យវារៀងរាវតិចណាបន្ទាប់មកច្បាច់ក្រូចឆ្មាភ្លក់ទៅឆ្ងាញ់ហើយតែដូចស្ទើរជីទៅកាត់ជីតិចសិនជីវិញគ្នាដោះមិនចង់តាន់ទេកាត់គ្នាញ៉ាំអស់លីងទឹកប្រហុកនេះគឺជូរប្រៃផ្អែមស៊ុយប្រហុកតិចថែមជីទៅមកនិយាយពីឈ្ងុយឥឡូវស្លយើងមន់ចាប់ដើមផុយហើយខ្ញុំដាក់តិយងចេកចូលទៅម្ងាស់ហើយម្ងាស់រៀងយូរដែរទ្រាំទៅតិយងចេកយើងផុយអញ្ចឹងណាបងប្អូនឆ្លៀតរត់ទៅមួយទឹកសិនមិនត្រូវទឹកភ្លៀងផងខ្លាចក្តាសាយអញ្ចឹងកក់សក់ឲ្យសិនទៅទ្រាំហើយស្លយើងឆ្អិនល្មមខ្ញុំឥឡូវចូលចិត្តកក់សក់ខ្លួនឯងនៅផ្ទះដោយសារអីមានរបស់ជំនួយពិសេសមែនតែនពី Vivid ហើយនឹង Vogue ម៉ាស៊ីនចេញថ្មី Limited Edition មកទៀតហើយជាមួយនឹងម៉ាស៊ីននេះលយខ្លាំងណាបងប្អូនផ្លុំហើយនឹងគៀប 2 in 1ប្រើបានក្នុងពេលតែមួយអញ្ចឹងចំណេញពេលវេលាឲ្យលឿនខ្លាំងមកប្រអប់គេមានទាំងកាបូបដ៏សែនខ្ជូតមានតាគៀបមានក្រាស់ហើយនឹងមានជាមួយនឹងកាតនីរយៈពេល1ឆ្នាំ brand Vivid ហើយនឹង Vogue គឺមានច្រើន brand ណាបងប្អូនមិនមែនមានតែមួយនឹងទេបងប្អូនអាច scan ឬចូលទៅមើល page របស់គាត់ផ្ទាល់បានថ្ងៃនេះខ្ញុំមកអួតជាមួយនឹងផលិតផលថ្មីហ្នឹងដោយសារអីស្រួលប្រើពេកបងប្អូនអើយសំខាន់ណាគឺកំណត់កម្ដៅខ្យល់បាន3កម្រិតហើយក៏មានប៊ូតុងខ្យល់ត្រជាក់ដែរមានទាំងកាបូបមួយនេះទៀតងាយស្រួលយកតាមខ្លួនខ្លាំងមែនតើហើយស្រស់ស្អាតខ្លាំងហើយឥឡូវមកមើលពីរបៀបប្រើមួយខ្ញុំបាច់ភ័យទេបងប្អូនងាយស្រួលប្រើសំខាន់ណាមានទាំងជាមួយនឹងបន្ទះ 3D floating plate ដែលជាកម្ដៅបច្ចេកវិទ្យាជួយកុំឲ្យសក់យើងជ្រុះឬមួយក៏ចំពាក់ពេលដែលបងប្អូនច្បាច់ចូលគ្នាគឺវាចេញខ្យល់មកដោយម៉ាស៊ីនផ្លុំអញ្ចឹងក៏ប៉ុន្តែពេលដែលគៀបគឺគៀបបដាផ្លុំបដាហើយក៏មានជាមួយនឹងបន្ទះ nano coated heating plate ដែលជួយផ្ដល់សំណើមដល់សក់ការពារសម្រាប់បងប្អូនដែលលាបពណ៌សក់ឬក៏សក់ខូចហើយមានបច្ចេកវិទ្យា plasma នៅចំហៀងទៀតបងប្អូនដែលជួយការពារស្បែកក្បាលជួយឲ្យសក់យើងភ្លឺទន់រលោងហើយមានទម្ងន់ងាយស្រួលប្រើហើយចំណេញពេលវេលាមែនតើបងប្អូនហើយខ្ញុំឆ្លាញ់ត្រង់ថាទុកចោលតែ10វិនាទីគឺម៉ាស៊ីនអត់ដំណើរការហើយបើថាទុកចោលកន្លះម៉ោងគឺបិទអូតូហ្មងអញ្ចឹងហើយសម្រាប់ការប្រើប្រាស់គឺងាយស្រួលមែនតើចេញមកដល់ក្រៅស្លយើងរៀងខាទឹកហើយឆ្អិនល្មមទៅយើងថែមស្លឹកខ្ទឹមថែមម្ទេសមករួចរាល់ជាការស្រេចសម័យមើលមកបងប្អូនខាងក្រៅគឺភ្លៀងរ៉េចយើងបានស្ងោរតិយងចេកសាច់មាន់ជាមួយនឹងទឹកជ្រលក់ទឹកប្រហុកដុតនេះខ្ញុំបញ្ចូលសលេងនឹងឃ្លានខ្លួនឯងម្ដងទៀតទាំងកណ្ដាលយប់និយាយមែនតើភាគច្រើនខ្ញុំថតវីដេអូខ្ញុំធ្វើតែម្ហូបខ្ញុំចូលចិត្តទេអញ្ចឹងដល់ពេលថ្ងៃបញ្ចូលសលេងហ្នឹងយើងនឹកឃើញឃ្លានទៀតបាត់ទៅដូច្នេះហើយបងប្អូនដែលដឹងធ្វើម្ហូបអីទេមេឃភ្លៀងខែភ្លៀងខែអីអញ្ចឹងតិយងចេកនេះស្ងោរមកខានញ៉ាំយូរអីហ្នឹងឆ្ងាញ់ខ្លាំងណាតែកុំភ្លេចសាកមួយនឹងទឹកជ្រលក់ប្រហុកអាំងឬក៏ប្រហុកដុតនេះផងដាក់ទៅនិយាយពីឈ្ងុយត្រូវគ្នាម៉ែបងម៉ាយម៉ាក់ខ្ញុំមានយកម្ហូបយកមកផ្ញើគាត់ទៀតព្រោះគាត់ទៅបន់ទៅបានម្ហូបមកប៉ុន្តែគាត់ញ៉ាំទេគាត់ឆ្ងាញ់ស្ងោរតិយងចេកខ្ញុំនឹងឯងហើយបើប៉ាវិញម្ហូបមិនមុខក៏ញ៉ាំស្ងោរតិយងចេកដែរខំបេះយកមកឲ្យកូនធ្វើផ្ទាល់ដែរបងប្អូនអ្នកខ្លះចូលចិត្តម្ហូបមុខនេះខមមិនប្រាប់ផងណា